3វិធីសាស្ត្រដែលធ្វើឲ្យអ្នកនរគ្នាស្គាល់អំពីកម្រិតភាសាអង់គ្លេសរបស់ខ្លួនឯងហើយនេះជាអ្វីដែលខ្ញុំលើកឡើងឯងតោះចាំមកស្វែងយល់អ្នកនរគ្នាថ្ងៃនេះគឺខ្ញុំបានទទួលនឹង comment មួយនៅលើ YouTube តែគ្នាយកគាត់ comment ខ្ញុំមើលទៅវាតាក់ទាញហើយវាមានចំណុចដែលសំខាន់ទៅជជែកគ្នាបន្ថែមដែរដោយសារតែអ្នកដែលគាត់ចាប់ផ្ដើមរៀនអង់គ្លេសដំបូងភាគច្រើនអត់ស្គាល់ថាខ្លួនឯងនៅកម្រិតកន្លែងណាទេអញ្ចឹងណាជាមូលហេតុហើយនឹងជាចំណុចដែលសំខាន់ដែលយើងត្រូវថា work ជាពិសេសគឺត្រូវតែ find out ការងាររបស់យើង our job is to find out like កន្លែងណាទៅជាកម្រិតភាសាអង់គ្លេសរបស់យើងហើយយើងនៅកន្លែងណាយើងមានបញ្ហាអីខ្លះយើងមានចំណេះដឹងទៅលើអីខ្លះយើងត្រូវតែស្វែងរកចម្លើយហ្នឹងហើយអញ្ចឹងខ្ញុំមាន3ចំណុចសំខាន់ទី1ពាក់ព័ន្ធជាមួយនឹង test your grammar level អូខេអញ្ចឹងជំរើសទី1គឺអ្នកនរត្រូវតែធ្វើដាច់ខាតគឺស្វែងរកអំពីចំណេះដឹងវិជ្ជកររបស់ខ្លួនឯងការរៀនភាសាអង់គ្លេសយើងអាចកិច្ចផុតអំពី grammar ទេ grammar នៅតែជាផ្នែកមួយដ៏សំខាន់សម្រាប់ការរៀនទៅលើភាសាអង់គ្លេសក៏ប៉ុន្តែនៅក្នុងការស្វែងយល់ពីកម្រិតយើងគួរតែបាទដៅគោលដៅមកច្បាស់គឺពាក់ព័ន្ធជាមួយនឹង grammar ហ្នឹងអញ្ចឹងចំណុចទី2ខ្ញុំនឹងនិយាយលម្អិតបន្ថែមចំណុចទី2គឺពាក់ព័ន្ធជាមួយនឹង check your vocabulary ranks មានន័យថាយើងត្រូវតែស្វែងរកទៅលើចំណេះដឹងពាក្យឬក៏សមត្ថភាពពាក្យថាតើយើងរៀនអង់គ្លេសហ្នឹងយើងចេះពាក្យបានប្រមាណយើងចេះពាក្យបានប្រមាណប្រភេទបាទហើយមានប្រភេទណាខ្លះជាអ្វីមួយដែលត្រូវបានសួរហើយអ្វីដែលយើងត្រូវតែស្វែងរកចម្លើយបាទចំណុចទី3គឺពាក់ព័ន្ធជាមួយនឹងការបាទឲ្យតម្លៃឬក៏ស្វែងយល់អំពីសមត្ថភាពបន្ថែមពាក់ព័ន្ធទៅនឹងភាសាអង់គ្លេសមានន័យខ្លះអ្នកនរសមត្ថភាពបន្ថែមមានដូចជា speaking មានដូចជា listening writing និង reading អញ្ចឹង skill ទាំង4នេះគឺជាចំណុចដែលសំខាន់ដែលអ្នករៀនអង់គ្លេសនឹងត្រូវតែរកឲ្យឃើញថាខ្លួនឯងប៉ាកែឬក៏មិនប៉ាកែហើយបើថាប៉ាកែកម្រិតណាប៉ាកែយ៉ាងម៉េចតើយើងមានអ្វីទៅវាស់ស្ទង់ទៅលើគេហៅថាចំណុចទាំងអស់ហ្នឹងអញ្ចឹងនេះគឺជា guidance មួយឬក៏ជាផ្លូវទាំង3ដែលខ្ញុំ write down គឺខ្ញុំដាក់លើក្តារខៀននេះបញ្ជាក់ថា no levels of English okay no levels of English capabilities ឬក៏ English abilities អញ្ចឹងយើងមកស្វែងយល់ទាំងអស់គ្នាមកកត្តាទី1ពាក់ព័ន្ធជាមួយនឹងការប្រឡងពាក់ព័ន្ធទៅនឹង grammar បាទតើធ្វើយ៉ាងណាដើម្បីយើងស្វែងយល់ពីសមត្ថភាពឬក៏កម្រិតវិជ្ជកររបស់យើងទី1អ្នកនេះត្រូវតែ take a test បាទអញ្ចឹងដើម្បី take a test បានគឺអ្នកនេះត្រូវការសិក្សាណាមានន័យថាអ្នកត្រូវតែស្វែងយល់ថាតើសមត្ថភាពវិជ្ជករភាសាអង់គ្លេសរបស់អ្នកគ្នាអ្នកនេះត្រូវរៀនអីខ្លះអញ្ចឹងអ្នកនេះគួរតែត្រូវបានណែនាំឲ្យរៀនទៅលើ basic grammar អញ្ចឹង basic grammar មានន័យថាជាមេរៀនឬក៏ជាចំណុចដែលចាប់ផ្ដើមដំបូងបំផុតហើយចឹងការរៀនវិជ្ជករចេញពីកម្រិតដំបូងគឺសំខាន់ខ្ញុំលើកទឹកចិត្តឲ្យគ្នាយើងប្រើប្រាស់សភៅដែលមានលក្ខណៈបកប្រែមានអង់គ្លេសនិងខ្មែរនេះសម្រាប់អ្នកដែលគាត់ start ពីដំបូងមែនតើមានអ្នកគាត់អត់ចេះអង់គ្លេសសោះហ្មងអញ្ចឹងអ្នកនេះត្រូវការប្រើប្រាស់ភាសាខ្មែរដើម្បីអានស្វែងយល់អំពីភាសាអង់គ្លេសនេះជាចំណុចទី1ជំហានទី1ហើយអញ្ចឹងដល់ពេលជំហានទី2គឺអ្នកនេះត្រូវតែព្យាយាមពង្រីកសមត្ថភាពភាសាអង់គ្លេសរបស់អ្នកនេះតាមរយៈ grammar ហ្នឹងទៅលើការប្រឡងផ្សេងបាទហើយការប្រឡង grammar នេះគឺមានច្រើនទម្រង់ណាស់អ្នកគ្នាអាចជាការធ្វើតេស្តទៅលើ website នៅលើ online ផ្សេងដូចជាការប្រឡងចូលកន្លែងណាផ្សេងអញ្ចឹងទៅបាទដូចជាការប្រឡង IELTS បាទឬក៏ TOEFL អីចឹងជាដើមប៉ុន្តែការប្រឡងទាំងអស់ហ្នឹងមានលក្ខណៈ higher ហើយចំណាយលុយច្រើនអញ្ចឹងជាអីមួយដែលអ្នកនេះអាចធ្វើបានពីឥឡូវទៅសម្រាប់អ្នកគាត់នៅ basic ខ្ញុំ recommend ឲ្យអ្នកគ្នាស្វែងរកទៅលើ website ដែលគាត់ available ឬក៏ website ដែលវា allow ឲ្យយើងធ្វើការតេស្តលើសមត្ថភាពវិជ្ជករសូមបញ្ជាក់ណាការតេស្តសមត្ថភាពវិជ្ជករនេះវាអាចពាក់ព័ន្ធជាមួយនឹង basic grammar នេះអញ្ចឹងអីដែលយើងបញ្ជាក់5ចេះខ្ញុំចង់ធ្វើតេស្តប៉ុន្តែខ្ញុំអត់ចេះអីអាលីងអញ្ចឹងយើងកំតនយើងកំតនមកចូលតេស្តយកហ្មងយើងគួរតែពង្រីកឬក៏បន្ថែមវិធីសាស្ត្ររៀន basic grammar ឲ្យបានច្រើនសិនហើយ basic grammar នេះសំណួរសួរទៀតដែរតើមានអីខ្លះ basic grammar នឹងព្រោះខ្ញុំចង់ទៅរៀនពួកហ្នឹង basic grammar នឹងមានដូចជា part of speech ដែលជាប្រភេទថ្នាក់ពាក្យមានន័យថាគេហៅថាថ្នាក់ពាក្យភាសាអង់គ្លេសហ្នឹងឯងចំណាត់ថ្នាក់នៃពាក្យភាសាអង់គ្លេសមាន part of speech មាន noun មាន pronoun មាន adjective មាន verb បាទមាន adverb បាទមាន preposition conjunction interjection អីចឹងមកយើងរៀនអាហ្នឹងមកបាទស្វែងរកសភៅណាដែលបកប្រែជាភាសាខ្មែរហើយរៀនពីវាទៅណាបាទចំណុចទី2 basic grammar វាអាចមានដូចជា article នៅមុខនាមគេហៅថា determiner បាទឬក៏អត្ថកលមានផ្សេងមានដូចជា conditional sentence ឬក៏ជាប្រភេទ simple sentence pattern ដែលមានន័យថាជាសំណង់ប្រយោគគេហៅថាប្រយោគបែបសាមញ្ញយើងរៀនពួកវាមកប្រើមកបូករួមជាមួយនឹងការទាំង12អានេះយើងក៏រៀនដែរការទាំង12រៀនសាមញ្ញបាទបូករួមនឹងឯទៀត
ដូចជាការរៀនសរសេរ paragraph តូចៗខ្លីៗប្រយោគសាមញ្ញចឹងអ្នកនេះអាចធ្វើបានហើយ basic grammar វាមានច្រើនដូចជា subject verb agreement អានឹងអត់ basic ទេ subject verb agreement វាអាចឡើងទៅកាន់មកកម្រិតទៀតចឹងទៅប៉ុន្តែខ្ញុំជឿថាបងប្អូនគ្នារៀនសភៅវិជ្ជាភាសាអង់គ្លេសអ្នកនេះប្រកាសជាឃើញមានការណែនាំច្រើននៅលើ Facebook website YouTube អីចឹងទៅអញ្ចឹងយើងជាអ្នករៀនប្រកាសជាបានដឹងថាអូសភៅណាល្អសភៅណាគេណែនាំអីចឹងយើងទៅរៀនពួកហ្នឹងមកអញ្ចឹងកាលណាដែលយើងរៀនពួកហ្នឹងបានច្រើនយើងទៅធ្វើការតេស្តនេះទៅរកតេស្តធ្វើតែយើងឆែកមើល result របស់យើងណាអញ្ចឹងបានយើងអាចដឹងថាតើវិជ្ជារបស់យើងនៅកម្រិតណាអញ្ចឹងវិជ្ជាជាទូទៅគេចែកកម្រិតវាជា3ផ្នែកសំខាន់គេមាន elementary ឬក៏យើងហៅថាកម្រិតនេះយើងអាចយក CEF or reference មានថា Common European Framework Reference ដើម្បីឆែកទៅលើគេហៅថាកម្រិតនៃសមត្ថភាពភាសាអង់គ្លេសរបស់យើងដែរព្រោះនេះគេឆែកទាំង4 skill ណាគេឆែកទាំងពេលគេខ្លះគេយកវាទៅឆែកជាមួយនឹងកម្រិតនេះមាន speaking listening writing and reading ប៉ុន្តែ basically ពេលខ្លះគេយកអានេះយកទៅឆែកជាមួយនឹងកម្រិតពាក្យមានថាគេយកអាហ្នឹងជាຂະຫນាតមួយនៅក្នុងការវាស់វែងអំពីកម្រិតប្រភេទហើយនឹងទំហំនៃពាក្យអញ្ចឹងទៅគេប្រើនឹងដែរអញ្ចឹងដូចគ្នាសម្រាប់វិជ្ជានេះគឺអ្នកនរគ្នាក៏អាចធ្វើបានដូចគ្នាសម្រាប់ការយកកម្រិតនេះយកទៅវាស់ស្ទង់ប៉ុន្តែយ៉ាងណាក៏ដោយសម្រាប់ការ check ទៅលើ result ណាខ្ញុំសូមបញ្ជាក់អញ្ចឹងការ check ទៅលើ result គឺអ្នកនរគ្នាអាចធ្វើបានដែលយើងចែកចំណាត់ថ្នាក់ជា3យើងត្រូវតែចែកពីកម្រិតវិជ្ជាដែលយើងត្រូវរៀនវិជ្ជាកម្រិត basic វិជ្ជាកម្រិតគេហៅលើ basic នេះគេហៅថាពាក់កណ្ដាលហើយកម្រិតពាក់កណ្ដាលមួយទៀតគឺ advanced grammar អញ្ចឹងយើងត្រូវរៀន grammar ហ្នឹងចេញពី elementary ឡើងទៅកាន់រហូតទៅដល់ advanced ហើយសូមបញ្ជាក់សភៅខ្លះដូចជាសភៅ new headway អញ្ចឹងសភៅទាំងអស់ហ្នឹង program របស់វាអត់បាន3ទៅលើ grammar សុទ្ធទេគឺមានការលាយឡំគ្នាជាមួយនឹង conversation អីចឹងទៅប៉ុន្តែបើអ្នកនេះចង់បានសភៅ grammar សុទ្ធមកសភៅដែលតម្រង់ទិសជាមួយនឹង key answer key មានអីចឹងទៅចូលក្នុង Telegram channel របស់ខ្ញុំហើយខ្ញុំមានច្រើនណាសភៅវិជ្ជាភាសាអង់គ្លេសគឺអត់ខ្វះទេអ្នកនរគ្នាអាចចូលទៅ download ហើយស្នើសុំទៅបាទ comment នៅក្នុង Telegram channel របស់ខ្ញុំដើម្បីយកសភៅខ្ញុំនឹង forward ជូនព្រោះសភៅខ្ញុំមានច្រើនអញ្ចឹងមានច្រើនប្រភេទទាំង vocab ទាំង grammar បាទទាំងសម្រាប់ពង្រឹងទៅលើ speaking មានទាំង writing ទៀតមានច្រើនទម្រង់ណាស់អ្នកគ្នាដែលជា fan គឺស្គាល់ណាឥឡូវយើងចូលមកកាន់ចំណុចទី2គឺ check vocabulary ranks មានន័យថាម៉េចហ្នឹងអញ្ចឹងក្នុងនាមជាអ្នករៀនអង់គ្លេសអត់ដឹងថាកម្រិតខ្លួនឯងនៅកន្លែងណាជាចាំបាច់មែនតើឬក៏ថា agency task អ្នកគ្នាត្រូវតែឆែកកម្រិតពាក្យរបស់អ្នកគ្នាអញ្ចឹងការឆែកយើងអាចធ្វើបានតាមរយៈការទៅធ្វើតេស្តដូចគ្នាដែរ take a test ឬក៏ any test whatever ប៉ុន្តែដូចខ្ញុំបញ្ជាក់ចឹងមុនយើងធ្វើ test មួយយើងត្រូវកំណត់រយៈពេលមួយនៅក្នុងការសិក្សាពាក្យសិនព្រោះខណៈដែលយើងអត់សិក្សាទេយើងទៅឆែកយកហ្មងអាហ្នឹងកម្រិតពាក្យរបស់យើងបញ្ចេញមក result វា low result អញ្ចឹងទៅធ្វើអញ្ចឹងវាខាតអញ្ចឹងយើងគួរតែរៀបចំការរៀនឲ្យបានត្រឹមត្រូវហើយចាំយើងសរុប evaluate ឬក៏យើងធ្វើ test យកហ្មងថាឥឡូវពាក្យរបស់ខ្ញុំបញ្ញាវារីកចម្រើនអត់រកអ្នកជំនាញឬក៏យើងរកការប្រឡង online ផ្សេងៗដែលគាត់អាចឆែកពាក្យរបស់យើងបានអញ្ចឹងណាបាទអញ្ចឹងពាក់ព័ន្ធជាមួយនឹងការធ្វើ test នេះអ្នកនរនេះអាចធ្វើការធ្វើ test តាម online ដូចយើងបញ្ជាក់អញ្ចឹងឥឡូវយើងមកមើលចំណុច B នេះគេដាក់ថាម៉េចប្រៀបធៀបពាក្យរបស់យើងជាមួយនឹងគេហៅថា CEF4 ពាក្យពេញរបស់វាគឺ Common European Framework Reference ដែលសំដៅទៅលើຂະຫນាតវាស់ស្ទង់ទៅលើគេហៅសមត្ថភាពពាក្យតាម version របស់ Europe បាទឥឡូវយើងមកមើលបន្តវែងឆ្ងាយយើងចូលមកកាន់កន្លែងនេះអញ្ចឹងនៅក្នុងការស្វែងយល់ពីកម្រិតពាក្យវាមានកម្រិតពាក្យ A1 A2 B1 B2 C1 C2 ហើយគ្នាមួយចំនួនគាត់តែងតែសួរខ្ញុំថាចុះអាហ្នឹងមានតែមិនឈើពេលយើងនិយាយទៅលើកម្រិតពាក្យ A1 A2 B1 B2 C1 C2 ដូចខ្ញុំបញ្ជាក់នេះវាជាຂະຫນាតរបស់ CEFO នេះណា Common European Framework Reference បាទអញ្ចឹងអាហ្នឹងគឺជាຂະຫນាតដែលគេវាស់ស្ទង់ទៅលើសមត្ថភាពពាក្យភាសាអង់គ្លេសហ្នឹងសម្រាប់ការប្រឡង IELTS បាទការប្រឡង TOEFL គេតែងតែលើកឡើងពាក់ព័ន្ធចំណុចហ្នឹងជាភាសាគឺ IELTS តែម្ដងពេលនេះប្រឡងគាត់ថាពាក់ព័ន្ធទៅនឹង skill writing នោះនេះបានបន្ទុកបាន right band score បានឬក៏អីចឹងទៅហើយ band score បានគេចាប់ផ្ដើមរាប់ជាបន្ទុកຂະຫນាតគេប្រើនេះចឹងហើយឥឡូវយើងចូលទៅលើពាក្យបើសិនជាអ្នកនេះចេះបាន1000ពាក្យទៅកាន់2000ពាក្យអញ្ចឹងពាក្យដែលអ្នកនេះត្រូវបានចេះហ្នឹងឬក៏ពាក្យដែលគេហៅថាស្រួលត្មងហ្នឹងណាគឺវាស្ថិតនៅក្នុងຂະຫນាតគេហៅថាកម្រិត elementary ឡើងទៅកាន់ pre intermediate ណាអញ្ចឹងវាមាន A1 A2 ហ្នឹងហើយអញ្ចឹង A1 វាអាចថា elementary A2 វាអាចថា pre intermediate អញ្ចឹងកម្រិតនេះ basically អ្នករៀនអង់គ្លេសទូទៅហ្នឹងហើយឆ្លោះអ្នករៀនអង់គ្លេសទូទៅអ្នកគាត់ចាប់ផ្ដើមរៀនអង់គ្លេសដំបូងស្គាល់អង់គ្លេសបានខ្លះអាហ្នឹងគាត់នៅកម្រិតដំបូងបាទអញ្ចឹងពាក្យគាត់សូវចេះច្រើនទេបានតែ1000ពាក្យអញ្ចឹងទៅបាទបន្តមកទៀតគាត់បើសិនជាគាត់រៀនពាក្យច្រើនគួរសមគាត់ចេះចាំគាត់ស្គាល់ពីភាពពិបាកនៃពាក្យហ្នឹងបានភាសាខ្លាំងអញ្ចឹងណាចេញពីចន្លោះ3000ទៅកាន់5000ពាក្យអាហ្នឹងគឺកម្រិតរបស់គាត់គឺ B1 B2 ហើយមានថាគាត់អាចស្វែងយល់ពី synonym ពាក្យពេចន៍ឬក៏បំបែក
ពាក្យប្រភេទនៃពាក្យអានេះ formal អានេះ informal បាទពាក្យនេះមានន័យជាមួយពីចឹងទៅអាចថារួមជាមួយនឹង academic word ដែរអានេះគឺលក្ខណៈគេហៅថាបើយើងគិតអំពីកម្រិតចូល intermediate ឡើងទៅកាន់គេហៅបាទមានបាទឡើងពី pre intermediate មកឡើងមកកាន់intermediate ណាបើយើងគិតពីកម្រិតហើយបើសិនតែយើងគិតឡើងដល់ 6000 បូកហើយអាហ្នឹងគឺចូលលក្ខណៈ C1 C2 ឯអ្នកគាត់ស្គាល់បាន 6000 ពាក្យមិនតិចណាច្រើនចិត្ត 10000 ពាក្យដែរអានេះវាឡើងដល់ 10000 ពាក្យអញ្ចឹងដល់មនុស្សគាត់ចេះពាក្យច្រើនអាហ្នឹងគាត់ថាគាត់មានភាព flexibility ទៅលើពាក្យឯងកម្រិតរបស់គាត់អាចតែ C1 C2 អញ្ចឹងណាប៉ុន្តែខ្ញុំបញ្ជាក់ចេះវាមិនមែនមកពីទំហំពាក្យប៉ុណ្ណឹងកំណត់ថាគាត់នៅ A1 A2 B1 C2 ទេអ្វីដែលខ្ញុំចង់បញ្ជាក់កន្លែងនេះមានន័យថាពាក្យទាំងអស់ហ្នឹងវាមានកម្រិតរបស់វាពាក្យខ្លះមើលទៅគឺលក្ខណៈសាមញ្ញអត់សូវដែរប្រើពាក្យខ្លះមានលក្ខណៈ formal ភាគច្រើនពាក្យដែលមានលក្ខណៈ formal មានលក្ខណៈកៅស្មុកស្មាញភាគច្រើននៅកម្រិត C1 C2 ឬក៏ B2 នេះឯងបើកម្រិតមធ្យមដែលអាចគេថា most common word ដែលយើងអាសាឃើញគឺភាគច្រើនគឺ A1 A2 ឬក៏ B1 នេះអូខេអ្នកនេះអញ្ចឹងសមត្ថភាពអ្នកនេះទៅធ្វើអត់ដឹងណាពេលដែលយើងរៀនចំណាត់ថ្នាក់ពាក្យគេថា classify ពាក្យតាមចំណាត់ថ្នាក់អញ្ចឹងហើយយើងចាប់ផ្ដើមរៀនវាមកតាមរយៈ story ឬតាមរយៈអីក៏ដោយធ្វើវាទៅហើយចាប់ផ្ដើមធ្វើការប្រឡងតេស្តទៅខ្ញុំគាត់ថានៅលើ website សម្បូរwebsite ឆែកពាក្យតេស្តទៅលើពាក្យខ្លីៗដល់នេះឈាមធ្វើទៅបាទព្រោះមាន class free មានអីចឹងណាយើងអាចរកមើលបានប្រភពនេះចាំមើលខ្ញុំស្រាវជ្រាវបើសិនតែមានប្រភព free ខ្ញុំផ្ដល់ជូននៅក្នុង Telegram channel របស់ខ្ញុំបាទហើយចំណុចបន្ទាប់ទី3គឺ evaluate ទៅលើនេះ4 skill នេះអញ្ចឹងអ្នកនេះក៏ត្រូវធ្វើដូចគ្នាដែរព្រោះអីពេលដែលយើងមានចំណេះដឹងពាក់ព័ន្ធទៅនឹងវិជ្ជាករយើងមានចំណេះដឹងពាក់ព័ន្ធជាមួយនឹង grammar ពាក្យចេះយើងដឹងថាពាក្យ grammar របស់យើងនៅកម្រិតណាពាក្យរបស់យើងនៅកម្រិតណាចឹងយើងត្រូវស្គាល់ទៀតថាតើយើងត្រូវមានអីបន្ថែមគឺ speaking listening writing and reading តែប៉ុន្តែជាមួយ skill ទាំងអស់នេះត្រូវការយើងធ្វើសកម្មភាពជាក់លាក់មួយពួកវាសម្រាប់ speaking យើងត្រូវធ្វើការនិយាយដោយ set ពេលវេលាច្បាស់លាស់ហើយយើងព្យាយាមនិយាយត្រូវមាន coach ឬក៏ trainer តាម online ឬក៏ tutor បាទឬក៏ teacher ដែលគាត់អាចជួយឲ្យយើងមានឱកាសរៀននិយាយជាភាសាអង់គ្លេសអញ្ចឹងទៅឲ្យគាត់ evaluate យើងថាយើងនៅកម្រិតណាអញ្ចឹងទៅព្រោះនេះយើងអាចធ្វើបានតាមរយៈការប្រឡង IELTS ប៉ុន្តែខ្ញុំគិតថាវាមានតម្រង់ច្រើនណាពេលខ្លះមិនប្រកាសថាយើងទៅប្រឡង IELTS យើងបានបន្ទុកវាចំណាយលុយច្រើនអញ្ចឹងអ្នកនេះគួរតែរៀន online ឬក៏ស្វែងរកខុសខ្លីៗណាដែលគាត់អាច check ជាមួយនឹង speaking skill របស់យើងបានស្វែងយល់អំពីបច្ចេកទេសផ្សេងៗណាបាទអញ្ចឹងសម្រាប់អានេះសម្រាប់ speaking យើងអាចធ្វើជាមួយនឹង coach អ្នកដែលជំនាញអានេះគាត់នឹងអាចបញ្យល់យើងប្រាប់យើងថាឲ្យពាក្យរបស់យើងប្រាស់ពាក្យភាគច្រើនកម្រិតនេះកម្រិត A1 A2 អញ្ចឹងទៅអ្នកខ្លះគាត់ប្រើពាក្យកម្រិតចេញមក B1 B2 C1 អញ្ចឹងអាហ្នឹងគាត់និយាយបានល្អប៉ុន្តែពាក់ព័ន្ធជាមួយនឹង speaking គេផ្ដោតទៅលើ3កត្តាសំខាន់ទី1ពាក់ព័ន្ធជាមួយ fluency ទី2ពាក់ព័ន្ធជាមួយនឹង pronunciation ទី3ពាក់ព័ន្ធជាមួយនឹង grammar check អញ្ចឹងបើសិនជាម្នាក់ហ្នឹងគាត់និយាយទៅគាត់មាន fluency គាត់បានមាន pronunciation គាត់បានមានជាមួយនឹងគេហៅថាgrammar នឹងគាត់បាននិយាយថាសើខុស grammar អាហ្នឹងគាត់ចន្លោះនេះចន្លោះរបស់គាត់ពី B1 ឡើងមកកាន់ C1 B1 ឡើងមកកាន់ C1 ហ្នឹងហើយចន្លោះហ្នឹងតែបើសិនតែគាត់និយាយតាក់និយាយមានបញ្ហាច្រើនពាក្យប្រើខ្សោយបាទ fresh ហ្នឹងហើយក៏ដូចជានិយាយអត់សូវបានវែងទេនិយាយការបញ្យល់របស់គាត់អត់សូវក្បោះក្បាយអីចឹងទៅណាអញ្ចឹងអាហ្នឹងគាត់នៅចន្លោះ A1 ឬក៏ A2 ហ្នឹងឯងពាក់ព័ន្ធជាមួយនឹង listening ខ្ញុំ recommend អានេះ skill នេះអ្នកនេះអាចចូលទៅ podcast audio ផ្សេងៗរៀនស្ដាប់ podcast ជាភាសាអង់គ្លេសហើយអ្នកនេះត្រូវ make sure ថាពេលអ្នកនេះស្ដាប់គឺអ្នកនេះត្រូវតែ summarize ឬក៏ evaluate ការស្ដាប់របស់យើងជាមួយនឹងម៉ោងជាក់លាក់រៀនស្ដាប់បន្លាយជា10នាទីចឹងទៅអានេះយើងត្រូវ give ការ self evaluation ឬយើងមាន coach ណាមួយដែលគាត់ជួយណែនាំជិតវិញស្ដាប់ហើយបើសិនជាយើងអាច understand បាន 50% អញ្ចឹងកម្រិតរបស់យើងអាចស្ថិតនៅចន្លោះ A1 ទៅកាន់ A2 អញ្ចឹងទៅតែបើសិនជាយើងអាចស្ដាប់បាន60 70អាហ្នឹងយើងស្ថិតនៅក្នុងចន្លោះនេះ B1 A2 ឬក៏ B1 តែបើយើងស្ដាប់បានប្រហែលជា8ទៅ9អានោះ mostly យើងអាចនៅកម្រិត B2 ទៅកាន់ C1 អញ្ចឹងណាហ្នឹងសម្រាប់អ្នកដែលគាត់ចង់ផ្ដោតទៅលើ listening អញ្ចឹងរៀនស្ដាប់ podcast ជាជនជាតិអង់គ្លេសឬក៏ podcast ណាក៏ដោយអានោះគាត់និយាយអង់គ្លេសអានេះយើងអាច understand បានស្គាល់ពាក្យបានច្រើនអាហ្នឹងក៏ជាអីដែលយើងត្រូវធ្វើតេស្តអំពីសមត្ថភាព level របស់យើងដែរតាមបន្ទាន់ពាក់ព័ន្ធទៅនឹង writing ពាក់ព័ន្ធជាមួយនឹងការសរសេរអញ្ចឹងយើងត្រូវការអានេះវាយើងអាចធ្វើបានតាមរយៈដែលយើងចេះវិជ្ជាករហើយយើងចេះពាក្យកាលណាយើងចេះវិជ្ជាករច្រើនពាក្យយើងចេះបានច្រើនចឹង writing វាយើងអាចធ្វើទៅបានដែរបាទព្រោះ writing វាត្រូវការប្រើមាត់និយាយវាត្រូវការប្រើ brainstorming brain គិតទៅលើការសរសេរចឹងទៅអញ្ចឹងវាត្រូវការចេះពាក្យច្រើនស្គាល់ grammar បានច្បាស់បាទអញ្ចឹងយើងសរសេរទៅវាអាចនឹងទៅអានេះយើងត្រូវការ coach trainer ឬក៏ personal coach
ឬក៏យើងអាចតេស្តទៅលើ online system ទៅលើការសរសេររបស់យើងក៏អាចស្វែងយល់ពីកម្រិតរបស់យើងបានប៉ុន្តែត្រូវការអ្នកជំនាញគាត់ជួយចង្អុលបង្ហាញព្រោះយើងក៏អាចធ្វើមិនឯងបាននេះហ៎លោកតាអ្នកនេះស្គាល់អំពីຂະຫນាតនៅក្នុងការស្វែងយល់ពីកម្រិតភាសាអង់គ្លេសរបស់ខ្លួនឯងតែជាការ recommend របស់ខ្ញុំស្វែងរក online course ផ្សេងៗដែលមានលក្ខណៈ free ឬក៏ online course ផ្សេងៗដែលគាត់បង្រៀនទៅលើ writing ចូលរៀនជាមួយគាត់ទៅ and then សុំពួកគាត់ថាឥឡូវចង់ term អីខ្ញុំស្ដីថាខ្ញុំចង់ដឹងពីសមត្ថភាព writing របស់ខ្ញុំវាដើរដល់ណាហើយយើងអ្នករៀននេះយើងត្រូវច្បាស់អញ្ចឹងណាដើម្បីឲ្យយើងមានការរីកចម្រើន reading អត់ខុសគ្នាទេ reading អានេះយើងអាចធ្វើបានតាមរយៈការអានអត្ថបទសភៅយើងទៅខ្ញុំគិតថា reading សមត្ថភាពការអានដើម្បីដឹងពីកម្រិតរបស់យើង read មិនទីមួយយើងត្រូវដឹងថាបើសិនជាសភៅហ្នឹងវាលើសកម្រិតរបស់យើងអានទៅពាក្យយើងជួបទៅច្រើនទៅហើយពិបាកអត់យល់តែបើសិនជាពាក្យហ្នឹងអត្ថបទហ្នឹងយើងអានទៅយើងយល់បានច្រើនយើងជួបបានច្រើនយើងអាច understand ពាក្យបានច្រើនចឹងកម្រិតពាក្យរបស់យើងគឺយើងស្គាល់បានច្រើនហើយចឹងបើសិនជាសភៅមួយតែយើងចង់អានវាហើយយើងមើលទៅយើងអានទៅអត់ចេះពាក្យច្រើននេះយើងកម្រិតនៅកម្រិត A1 A2 នៃសភៅហ្នឹងតែបើសិនជាយើងអានសភៅហ្នឹងយើងស្គាល់ពាក្យបានច្រើនអាចតែចន្លោះពី B1 B2 នេះចឹងបរិមាណនៃពាក្យនេះវានឹងអាចបញ្ជាក់បានថាកម្រិតរបស់យើងនៅកន្លែងណាដូចគ្នាដែរអូខេដល់នេះអញ្ចឹងវីដេអូខ្លីនេះឆ្លើយតបទៅកាន់គ្នាយើងម្នាក់ដែល comment នៅលើ YouTube របស់ខ្ញុំហើយសង្ឃឹមថាវីដេអូនេះនឹងជួយបង្ហាញដល់គ្នាមួយចំនួនដែលស្វែងយល់ថាតើខ្ញុំនៅកម្រិតណាអញ្ចឹងវីដេអូនេះគឺមិនសម្រាប់ពួកគាត់ដែរជួបគ្នានៅវីដេអូក្រោយណាហើយរបស់នេះមាន comment ផ្សេង comment នៅក្នុង YouTube ខ្ញុំឆ្លើយតបនៅក្នុង YouTube ហើយនៅលើ Facebook នៅលើ TikTok ខ្ញុំបានទៅរកទៅកាន់ណាអូខេអរគុណច្រើនដល់នេះជួបគ្នានៅវីដេអូក្រោយបាយ